សួស្តីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះសូមតាមដានទីផ្សារបន្តទៅទៀតយើងពិភាក្សាទីផ្សារក្រោយពីទីផ្សាររត់ហើយទុកជាមេរៀនដើម្បីទៅ trade ថ្ងៃក្រោយថ្ងៃនេះឆ្នាំ2026ខែ5ថ្ងៃទី7នៅ Long Beach California ដូច្នេះយើងសូមពិភាក្សាទីផ្សារបន្តទៅទៀតយើងមើលនេះគឺជាយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយយើងមើលម្ដងមួយវេនអាស៊ីវេននៅញូវយ៉ក London និងវេនញូវយ៉កអូខេឥឡូវវេនញូវយ៉កដល់ពេលថ្ងៃត្រង់ហើយនៅញូវយ៉កយើងមើលសកម្មភាពទីផ្សារមើលនៅពេលម៉ោងអាស៊ីវាបើកឡើងដល់ម៉ោងអាស៊ីនឹងវាចុះមក 50% នៅម៉ោងអាស៊ីហើយនៅដល់ម៉ោង London វាបុកឡើងប៉ុន្តែដល់ម៉ោងអាស៊ីម៉ោង London នេះវាចុះមក 50% ប៉ុន្តែដល់ម៉ោង London នេះវា sweep នេះវាបុកធ្លាយពេលដែលវាបុកធ្លាយវាអត់បានទៅលើទេថ្ងៃនេះគឺវាត្រឡប់ចុះមកដល់ម៉ោង London វិញនេះគឺយុទ្ធសាស្ត្រវេនទីផ្សារបុកធ្លាយយើងមើលមកវេនវាម៉ោងវេនអាស៊ីវេន London វេន New York ដូច្នេះយើងអាចសិក្សារៀនសូត្រពីមេរៀនទាំងអស់នេះដើម្បីទៅជាអនាគត ការ trade ផងយើងនឹងឲ្យមានប្រសិទ្ធភាពបើយើងយល់ពីវេនយើងយល់ពីអ្វីទាំងអស់នេះយើងអាចយក position យើង trade តាមវេននីមួយៗផ្សេងគ្នាទៅតាមការយល់ដឹងដូច្នេះដើម្បីឲ្យធ្វើកើតសូមឲ្យយើងវឹកហាត់វាយើងមើលទីផ្សារបានឡើងប៉ុន្មានថ្ងៃហើយក៏បានសម្រុកចុះមកវិញដែរចុះឡើងដូច្នេះទៅតាមបញ្ញាទៅតាមការយល់ដឹងយើងទាំងអស់គ្នាអាចចាប់បានប៉ុណ្ណាថ្ងៃនេះគ្រាន់តែធ្វើការពិភាក្សាទីផ្សារក្រោយពេលហេតុការណ៍ដែលកើតឡើងហើយទេតែដើម្បីយើង trade បានតលយើងយល់ពីអតីតបានយើងបង្កើតអនាគតថ្មីបានដូច្នេះនេះគ្រាន់តែជាមេរៀនតាមដានទីផ្សារប៉ុណ្ណោះទេសូមអរគុណសូមជម្រាបលាអូខេ